Bài videoនេះគឺជាបន្តចូលដល់ចំណុចទី2ទាក់ទងទៅនឹងផ្នែក Writer Key ឬក៏យើងហៅថាផ្នែកវាអក្សរជាងទាក់ទងទៅនឹងផ្នែកនេះដោយដែលលោកគ្រូបានគូសបន្ទាត់ក្រហមនេះបង្ហាញអញ្ចឹងគឺថាផ្នែក Writer Key គឺជាក្របចុចដែលមានទាំងអក្សរ A B C រហូតដល់ Z អញ្ចឹងក្នុងផ្នែកនេះគឺគេមានអក្សរអង់គ្លេសពី A រហូតដល់ Z និងលេខ0រហូតដល់លេខ9បាទអញ្ចឹងលេខ0នៅផ្នែកខាងស្ដាំនេះវិញហើយបានលេខ1គេដេញមកពីខាងឆ្វេងនេះវិញគឺមានលេខ1លេខ2រហូតដល់លេខ9បាទនិងនិមិត្តសញ្ញាជាងតកតទៅនឹងនិមិត្តសញ្ញាទាំងអស់នេះគឺវានៅផ្នែកខាងលើនៃលេខរបស់យើងដែរហើយនឹងមានផ្នែកខាងស្ដាំហើយផ្នែកខាងក្រោមនៃ keyboard របស់យើងនេះដែរណានិងក្របចុចមួយចំនួនទៀតដែលប្រើផ្សំជាមួយនឹងក្របចុចខាងលើសម្រាប់វាអត្ថបទជានៅក្នុងនោះគឺគេមានក្របចុចផ្សេងទៀតដែលគេប្រើធ្វើការផ្សំវាអត្ថបទហ្នឹងណាមានដូចជា tab key បាទ caps lock shift control បាទ start button alt space bar ជាដើមហើយនៅក្នុងនេះគឺលោកគ្រូចង់បញ្ជាក់បន្ថែមទៀតតកតងទៅនឹង shift key នេះគឺវាមានឆ្វេងស្ដាំបាទជាវាមាននៅផ្នែកខាងឆ្វេងនៃ keyboard របស់យើងផងហើយនឹងមានផ្នែកខាងស្ដាំនៃ keyboard របស់យើងផងដែរ control នេះដូចគ្នាគឺមានខាងស្ដាំហើយនឹងខាងឆ្វេង alt នេះក៏ដូចគ្នាដែរបាទគឺមានខាងឆ្វេងហើយនឹងខាងស្ដាំបាទជាងយើងនឹងចាប់ផ្ដើមធ្វើការសិក្សាទាក់ទងទៅនឹងបាទ key ទាំងអស់ហ្នឹងហើយមុននឹងចាប់ផ្ដើមធ្វើការសិក្សាលោកគ្រូចង់បង្ហាញឲ្យស្គាល់ទាក់ទងទៅនឹង cursor ឲ្យច្បាស់បន្តិចណាបាទចឹងបងប្អូនឃើញសញ្ញាដែល load បាត់នេះគេហៅថា cursor ចឹង cursor នេះគឺជាសញ្ញាដែលបង្ហាញពីទីតាំងដែលយើងបានធ្វើការ select ចូលលើដើម្បីធ្វើការសរសេរអក្សរចឹងឧទាហរណ៍ថាលោកគ្រូចង់សរសេរអក្សរបន្ទាប់ពីពាក្យថាដូចជានេះចឹងលោកគ្រូត្រូវធ្វើការចុចម៉ៅឆ្វេងពីមុខហ្នឹងដើម្បីឲ្យ cursor វា load ត្រង់កន្លែងហ្នឹងមានន័យថាយើងអាចធ្វើការសរសេរអក្សរចេញពីចំណុចហ្នឹងបានហើយចឹងឧទាហរណ៍ថាលោកគ្រូសរសេរពាក្យ hello បន្តទៀតចឹងណាបាទជាបន្ទាប់ពីយើងស្គាល់ cursor ហើយយើងចាប់ផ្ដើមធ្វើការសិក្សាទៅលើ tab key ចឹង tab key គឺវានៅផ្នែកខាងឆ្វេងនៃ keyboard របស់យើងនេះបាទនេះ tab key ជាងគេថា tab key សម្រាប់រុញ cursor ទៅមុខឬចូលបន្ទាត់ជាងយើងដឹងហើយតកតងការសរសេរអក្សរមិនថានៅក្នុងกระดาษរបស់យើងធម្មតានៅដើមកថាខណ្ឌគឺយើងត្រូវចូលបន្ទាត់ជាងនៅក្នុងកុំព្យូទ័រក៏ត្រូវចូលបន្ទាត់ដូចគ្នាដែរបាទជាងដើម្បីធ្វើការចូលបន្ទាត់គឺយើងត្រូវប្រើប្រាស់ tab key ដើម្បីចូលបន្ទាត់រុញវា cursor មកមុខបន្តិចមកគឺយើងចុចទៅលើ tab key នៃ keyboard របស់យើងមកគឺអាចរុញទៅមុខបានដែរបាទចឹងប្រវែងប៉ុណ្ណឹងគឺវាស្មើនឹង 1.27 សង់ទីម៉ែត្រជាតម្លៃទូទៅជាងកាលណាយើងចូលបន្ទាត់បែបនេះគឺយើងអាចធ្វើការសរសេរអក្សររហូតទៅបាទហើយកាលណាដល់ខាងចុងបន្ទាត់គឺវានឹងចាប់ដើមធ្លាក់អក្សរទៅផ្នែកខាងក្រោមហើយបាទជាងកាលណាវាធ្លាក់ទៅខាងក្រោមគឺវានៅដើមបន្ទាត់នេះតែម្ដងណាគឺវាអត់ចូលបន្ទាត់ទៀតទេជាងយើងអាចធ្វើការសរសេរអក្សរបន្តទៀតមកតើតើយើងចប់បាទមួយកថាខណ្ឌបានយើង enter ហើយយើងចុចទៅលើ tab key ហ្នឹងដើម្បីចូលបន្ទាត់បាទម្ដងទៀតបាទនេះតកតងទៅនឹងការប្រើប្រាស់នៃ tab key ណាបាទបន្តមកទៀតតកតងទៅនឹងការប្រើប្រាស់នៅ caps lock ចឹង caps lock បាទក៏នៅផ្នែកខាងឆ្វេងនៃ keyboard របស់យើងដែរនេះ caps lock ណាចឹងគេថា caps lock សម្រាប់កំណត់សរសេរអក្សរធំឬអក្សរតូចអញ្ចឹងកន្លែងនេះតកតងទៅនឹងការសរសេរអក្សរធំឬអក្សរតូចនេះគឺសម្រាប់តែជាភាសាអង់គ្លេសទេដោយសារអង់គ្លេសគេមានអក្សរធំឬអក្សរតូចហើយចំពោះខ្មែរយើងគឺបាទអក្សររបស់យើងគឺបែបនេះតែម្ដងគឺអត់មានអក្សរធំអក្សរតូចទេគឺមានតែអក្សរក្បាច់ឬក៏អក្សរឆ្លាក់តែម្ដងហើយតើតងកំណត់ឲ្យចេញបាទជាក្បាច់ជាឆ្លាក់គឺយើងសិក្សាទៅលើ font មានន័យថាពុម្ពអក្សរដែលយើងចូលទៅផ្លាស់ប្ដូរនៅត្រង់កន្លែងនេះបាទហើយលោកគ្រូអត់តបង្ហាញទេគឺយើងចាំទៅសិក្សានៅមេរៀនក្រោយទីកន្លែងនេះយើងដូរ keyboard មកជាភាសាអង់គ្លេសសិនមកណាបាទលោកគ្រូដូរមកអង់គ្លេសសិនបាទជាភាសាអង់គ្លេសនេះជាធម្មតាយើងសរសេរអក្សរទៅគឺចេញជាអក្សរតូចទេអក្សរអង់គ្លេសណាហើយបើសិនជាករណីយើងចង់បានជាអក្សរធំគឺយើងត្រូវចុចទៅលើ caps lock នេះមួយមកបាទចុចទៅលើ caps lock នៃ keyboard របស់យើងមួយមកអញ្ចឹងយើងអាចធ្វើការសរសេរចេញជាអក្សរធំទាំងអស់បានហើយឧទាហរណ៍ថា hello everybody អញ្ចឹងទៅហ៎បាទ
ចឹងនៅក្នុងនេះគេបញ្ជាក់បន្ថែមទៀតថានៅពេលដែលចុចលើវាម្ដងមានភ្លើងមានន័យថាអាចសរសេរអក្សរធំបានបាទអញ្ចឹងចំពោះ keyboard មួយចំនួនត្រង់កន្លែង Caps Lock នេះណាគឺវាមានភ្លើងទូចមួយនៅពេលយើងចុចទៅលើវាទៅឃើញភ្លើងមានន័យថាយើងអាចសរសេរអក្សរធំបានហើយប៉ុន្តែគេថាប៉ុន្តែនៅពេលដែលចុចទៅលើវាម្ដងទៀតគ្មានភ្លើងមានន័យថាអាចសរសេរអក្សរតូចបានធម្មតាបាទអញ្ចឹងយើងចុចលើវាម្ដងទៀតវិញទៅបាត់ភ្លើងត្រង់កន្លែងហ្នឹងមានន័យថាយើងសរសេរអក្សរតូចបានធម្មតានេះតកតងទៅនឹងការប្រើប្រាស់ Caps Lock បាទបន្តមកទៀតយើងចូលដល់តកតងការប្រើប្រាស់ Shift បាទ Shift key ជាង Shift key យើងបាទស្គាល់ហើយមិញបាទគឺវាមានសងខាងបាទខាងឆ្វេងនិងខាងស្ដាំជាងគេថា Shift key ប្រើសម្រាប់ផ្សំជាមួយនឹងក្របចុចដទៃទៀតដើម្បីទី1សរសេរអក្សរធំហើយទី2គឺសរសេរនិមិត្តសញ្ញាឬក៏អក្សរដែលនៅផ្នែកខាងលើនៃក្របចុចឧទាហរណ៍ថាយើងចុច Shift អក្សរ A ចឹងយើងបានអក្សរ A ធំហើយបាទចឹងយើងសាកសរសេរតាមគេមើលចឹងយើងចុច Shift នេះឲ្យជាប់នៅលើ keyboard ណាយើងចុចឲ្យជាប់ហើយយើងចុចអក្សរ A តែ Shift នេះកុំប្រឡែងបាទគឺយើងចុច Shift ហ្នឹងឲ្យជាប់ដដែលបាទអញ្ចឹងយើងចុច Shift អក្សរ A ចឹងយើងបានអក្សរ A ធំបែបនេះបាទចឹងកន្លែងនេះប្រកាសជាមានចម្ងល់chứយើងអាចប្រើប្រាស់ Caps Lock បាននេះឬគ្រូអក្សរធំហ្នឹងចឹងយើងបាច់ប្រើប្រាស់នៅ Shift key នឹងធ្វើអីបាទចឹងកន្លែងនេះតកតងទៅនឹងការប្រើប្រាស់ Shift key នេះគឺករណីដែលយើងសរសេរជាលក្ខណៈកថាខណ្ឌជាប្រយោគដែលអក្សរដើមពាក្យយើងត្រូវការតែអក្សរធំនៅពីមុខមួយទេតែ Caps Lock នេះករណីយើងសរសេរអក្សរធំសុទ្ធណាគឺយើងគួរតែប្រើវាបាទអក្សរធំសុទ្ធយើងប្រើ Caps Lock មកគឺយើងសរសេរលឿនដោយសារយើងសរសេរទៅគឺអក្សរធំសុទ្ធតែម្ដងណាតែបើករណីយើងសរសេរឧទាហរណ៍ថាយើងសរសេរ How are you ចឹងណាជាងយើងត្រូវការអក្សរដើមពាក្យអក្សរធំតែអក្សរ H នេះមួយទេជាងយើងអាចប្រើប្រាស់ Shift មកបាទលឿនជាងហើយណាមួយវាត្រូវក្បួនក្នុងការសរសេរអត្ថបទផងលោកគ្រូបញ្ជាក់បន្ថែមទៅក្នុងការប្រើប្រាស់ Shift នេះបន្តិចដើម្បីឲ្យងាយស្រួលតាមពិតនៅមេរៀនក្រោយក៏យើងធ្វើការសិក្សាដែរតែលោកគ្រូបញ្ជាក់បន្ថែមកុំឲ្យមានចម្ងល់អញ្ចឹងនៅពេលដែលយើងធ្វើការសរសេរអក្សរជាងនៅពេលដែលយើងបាទចុចទៅលើក្របចុចនៅផ្នែកខាងស្ដាំជាងយើងត្រូវបាទចុច Shift ផ្នែកខាងឆ្វេងនេះហើយនៅពេលដែលយើងចុចទៅលើក្របចុចនៅផ្នែកខាងឆ្វេងគឺយើងត្រូវចុច Shift នៅផ្នែកខាងស្ដាំនេះវិញដើម្បីងាយស្រួលឧទាហរណ៍ថាយើងចង់សរសេរអក្សរ Q ធំបាទ Q ធំអញ្ចឹងយើងត្រូវយកម្រាមដៃកូនខាងស្ដាំរបស់យើងចុចទៅលើ Shift ខាងស្ដាំមកហើយបន្ទាប់មកគឺយើងត្រូវយកម្រាមដៃកូននៃប្រអប់ដៃខាងឆ្វេងរបស់យើងចុចទៅលើអក្សរ Q ធ្វើបែបនេះគឺលឿនហើយងាយស្រួលចំពោះយើងហើយបើសិនជាករណីយើងចង់វាយអក្សរ P ធំអញ្ចឹងយើងត្រូវយកម្រាមដៃកូននៃប្រអប់ដៃខាងឆ្វេងរបស់យើងចុចទៅលើ Shift ហើយយើងយកម្រាមដៃកូនរបស់យើងផ្នែកប្រអប់ដៃខាងស្ដាំនេះចុចទៅលើអក្សរ P បែបនេះគឺងាយស្រួលសរសេរអក្សរហើយស្ទាត់ជំនាញនៅពេលដែលយើងវាយអក្សរយូរទៅគឺស្ទាត់ជំនាញហើយងាយស្រួលជាងយើងប្រើប្រាស់ Caps Lock នេះបាទទៅមុខបន្តិចទៀតយើងនឹងយល់ច្បាស់បាទហើយមួយទៀតនេះតកតងទៅនឹងការសរសេរអក្សរធំណាមួយទៀតតកតងទៅនឹងបាទការសរសេរនិមិត្តសញ្ញាឬក៏អក្សរដែលនៅផ្នែកខាងលើនៃក្របចុចរបស់យើងយើងបាទចុច Shift ផ្សំជាមួយក្របចុចបាទឧទាហរណ៍ថាលេខ1ចុះដើម្បីបានជាសញ្ញាឧទានបែបនេះណាបាទដោយសារតែសញ្ញាឧទាននេះគឺវានៅផ្នែកខាងលើលេខ1របស់យើងអញ្ចឹងបើសិនជាករណីយើងចុចទៅលើក្របចុចលេខ1នឹងតែម្ដងវាចេញលេខ1តែម្ដងបាទវាអត់បានចេញជាសញ្ញាឧទានទេអញ្ចឹងកន្លែងនេះគឺយើងត្រូវបាទចុច Shift នេះជាប់បាទចុច Shift នេះជាប់មកហើយបានយើងចុចលេខ1នេះបាទត្រង់ក្របចុចលេខ1នេះគឺយើងបាននិមិត្តសញ្ញាដែលនៅផ្នែកខាងលើនៃលេខរបស់យើងហើយបាទនេះតកតងទៅនឹងការប្រើប្រាស់ Shift បន្តមកទៀតគឺយើងចូលដល់តកតងការប្រើប្រាស់នៅ CTRL នេះមកពាក្យថា Control យើងហៅថា Control ណាគឺយើងប្រើសម្រាប់ផ្សំជាមួយនឹងក្របចុចដទៃទៀតដើម្បីបង្កើតជា Shortcut key បាទជាងគេឧទាហរណ៍ថាយើងចុច Control អក្សរ A ជាង Control អក្សរ A គឺសម្រាប់ធ្វើការ select អត្ថបទទាំងអស់តើតើការ select អត្ថបទទាំងអស់នេះគឺយើងអាចបាទប្រើម៉ៅដើម្បីធ្វើការ select ក៏បានដែរប៉ុន្តែគឺយើងត្រូវ scroll ទៅខាងលើ
គេបំផុតនៃឯកសារឬមេរៀនរបស់យើងណាឲ្យបានចុចមកឆ្វេងឲ្យជាប់បាទអូវា select មកខាងក្រោមបែបនេះចឹង view បើសិនជាករណីឯកសាររបស់យើងរាប់រយទំព័រវាពិបាកក្នុងការ select ចឹងយើងមិនបាច់ចាំធ្វើបែបហ្នឹងទេគឺយើងប្រើប្រាស់ shortcut key គឺយើងចុច control ឲ្យជាប់ហើយចុចអក្សរ A បាទនេះ control នេះយើងចុច control នេះឲ្យជាប់មកហើយចុចអក្សរ A បាទអញ្ចឹង control នេះគឺយើងអាចប្រើបានបាទទាំងសងខាងប្រើមួយណាក៏បានដែរបាទចុច control តែមួយណាបាទចុច control អក្សរ A មកអញ្ចឹងវានឹងធ្វើការ select បាទអត្ថបទរបស់យើងទាំងអស់គ្រប់ទំព័រតែម្ដងបន្តមកទៀតយើងចុច control enter សម្រាប់ចូលទៅកាន់ទំព័រថ្មីមួយទៀតក្នុងកម្មវិធី Microsoft Word ជាងយើងចុច control បាទចុច control នេះមកនេះ control នេះជាប់ហើយចុច key enter នេះបាទចុច control enter ដើម្បីចូលទៅកាន់ទំព័រថ្មីមួយទៀតឧទាហរណ៍ថាទំព័រការងាររបស់លោកគ្រូមួយនេះវាពេញហើយលោកគ្រូសរសេរអក្សរពេញហើយអញ្ចឹងលោកគ្រូចង់បានទំព័រថ្មីមួយទៀតនៅផ្នែកខាងក្រោមអញ្ចឹងកន្លែងនេះគឺយើងត្រូវដាក់ cursor សិនដាក់ cursor របស់យើងនេះនៅផ្នែកខាងចុងនៃអក្សររបស់យើងនេះយើងអត់ដាក់ដើមអក្សរបែបនេះទេដើមបន្ទាត់បែបនេះទេកាលណាយើងដាក់ដើមបន្ទាត់បែបនេះនៅពេលដែលយើងចុច control enter នេះគឺវានឹងរុញអក្សរមួយជួរហ្នឹងទៅផ្នែកទំព័រថ្មីមួយទៀតតោះណាបាទអញ្ចឹងយើងត្រូវដាក់ cursor នៅខាងចុងបាទខាងចុងនៃអក្សររបស់យើងហើយយើងចុច control enter បាទចុច control enter មកជាវានឹងបានធ្វើការអញ្ចឹងវានឹងធ្វើការបង្កើតនៅទំព័រថ្មីមួយទៀតឲ្យយើងបាទបន្តមកទៀតបើសិនជាករណីយើងប្រើ control escape វិញបាទ escape បើសិនជាករណីយើងចុច control escape គឺថាសម្រាប់ចុចលើ start button នៅលើអេក្រង់ computer បាទអញ្ចឹងជាធម្មតា start button នេះគឺយើងអាចចុចទៅលើវាយើងអាចយក mouse របស់យើងមកចុចមកឆ្វេងនេះមួយមកគឺវាបង្ហាញយើងឯងយើងអាចចុចលើ start button បានដែរប៉ុន្តែយើងអត់ចង់ប្រើ mouse ចុចបែបនេះទេគឺយើងគ្រាន់តែចុចបាទ control escape បាទនេះបាទចុច control escape នៅផ្នែកខាងលើនេះមកបាទ control escape ចុច control នេះឲ្យជាប់ហើយបានចុច escape បាទចុចលោកគ្រូចុច control escape មកជឿពីនោះធ្វើការចុចទៅលើ start button របស់យើងដែលស្វ័យប្រវត្តិលឿនតែម្ដងបាទនេះតើតើការប្រើប្រាស់ shortcut key គឺលឿនបែបហ្នឹងបាទបន្តមកទៀតគឺយើងចូលដល់តើតទៅនឹងការប្រើប្រាស់នៅ FN បាទអញ្ចឹង FN នេះគេថាប្រើសម្រាប់ផ្សំជាមួយនឹងក្របចុចដទៃទៀតដើម្បីបង្កើតជា shortcut key និងដំណើរការមុខងារផ្សេងៗដូចជាបើកបិទភ្លើងកុំព្យូទ័របិទបើកសំឡេងបន្ថែមបន្ថយសំឡេងបិទកុំព្យូទ័រនិងបើកឯកសារជាដើមនេះដូចដែលលោកគ្រូបង្ហាញកាលពីវីដេអូមុនអញ្ចឹងតើតទៅនឹង function key អញ្ចឹង function key វាមានមុខងារផ្សេងៗដូចជាបិទបើកពន្លឺកុំព្យូទ័របើកសំឡេងអញ្ចឹងយើងត្រូវប្រើភ្ជាប់ជាមួយនឹង FN ហ្នឹងណាបាទអញ្ចឹងកន្លែងនេះជាឧទាហរណ៍ឲ្យយើងចំនួន2បាទ FN បូកជាមួយនឹង S12 សម្រាប់រក្សាទុកឯកសារថ្មីមួយទៀតពីឯកសារចាស់អញ្ចឹងឧទាហរណ៍ថាលោកគ្រូកំពុងតែមានឯកសារចាស់នេះលោកគ្រូកំពុងបើកឯកសារចាស់អញ្ចឹងស្រាប់តែលោកគ្រូធ្វើការបញ្ចូលអក្សរបន្ថែមឧទាហរណ៍ថាលោកគ្រូសរសេរថា hello ហើយលោកគ្រូចង់ធ្វើការរក្សាទុកឯកសារនេះចេញពីឯកសារចាស់របស់លោកគ្រូអញ្ចឹងលោកគ្រូចុចFN ហើយចុច key F12 បាទ F12 ជាមួយ function key របស់យើងបាទ FN យើងស្គាល់នៅផ្នែកខាងក្រោមនៃ keyboard របស់យើងណាជាងចុចទៅគឺវានឹងចេញផ្ទាំងឲ្យយើងមួយទៀតហើយយើងជ្រើសរើសឯកសារទីតាំងឯកសារថ្មីដែលយើងចង់រក្សាទុកបាទហើយតោះមកយើងចុច save ទៅគឺបានឯកសារថ្មីមួយទៀតចេញពីឯកសារចាស់ហើយនេះតើតើការ save ឯកសារគឺនៅមេរៀនបន្ទាប់ក៏យើងសិក្សាដែរគ្រូគ្រាន់តែបង្ហាញអញ្ចឹងណាបាទឲ្យយល់ខ្លះមួយទៀតតទៅនឹងការបិទកម្មវិធីឬក៏បិទកុំព្យូទ័រអញ្ចឹងយើងអាចចុចគេ FN បូកជាមួយនឹង Alt បូកជាមួយនឹង F4 ឬក៏ FN បូកជាមួយនឹង F4 ឬក៏កុំព្យូទ័រខ្លះយើងចុចតែ Alt F4 ក៏បានដែរហើយកុំព្យូទ័រខ្លះយើងចុចតែ F4 តទេណាអញ្ចឹងយើងអាចបិទកម្មវិធីឬក៏កុំព្យូទ័របានដែរអញ្ចឹងកាលពីវីដេអូមុនលោកគ្រូធ្លាប់បានបង្ហាញណាបាទបន្ទាប់មកយើងចូលដល់តទៅនឹង Start button ជា Start button នេះប្រើសម្រាប់បង្ហាញ Start button នៅលើអេក្រង់កុំព្យូទ័រនិងផ្សំជាមួយនឹងក្របចុចដទៃទៀតដើម្បីបញ្ជាមុខងារផ្សេងៗបាទ Start button ស្គាល់ហើយបាទនេះ Start button បាទលោក
គ្រូ scroll ឡើងលើឲ្យមើលនេះ start button នេះបាទជាង start button កុំព្យូទ័រខ្លះវាមានសងខាងដែរណាបាទចឹងគេឧទាហរណ៍ថាបើយើងចុច start button នៅលើ keyboard របស់យើងបូកជាមួយនឹងអក្សរ E គឺសម្រាប់បើកផ្ទាំង Windows Explorer បាទចឹងយើងចុច start បាទអក្សរ E មកចុច start button ឲ្យជាប់ហើយចុចអក្សរ E នៅលើ keyboard របស់យើងមកចឹងវានឹងចាប់ផ្ដើមធ្វើការបើកនៅផ្ទាំង Windows Explorer នេះឲ្យយើងតែម្ដងផ្ទាំងនេះគឺយើងអាចបើកដោយចុចទៅលើ DPC នេះក៏បានដែរបាទយើងចុចមកឆ្វេងលើវាពីរដងឲ្យញោមមកក៏វាបើកផ្ទាំងឲ្យយើងដែរឬក៏យើងចុចទៅលើ Explorer ដែលនៅផ្នែកខាងក្រោម taskbar របស់យើងនេះក៏បានដែរចុចលើវាមកអញ្ចឹងក៏វាបើកឲ្យយើងដែរគ្រាន់តែថាយើងប្រើប្រាស់ shortcut key គឺលឿនជាងបាទបើយើងចង់បើកផ្ទាំង Windows Explorer នេះគ្រាន់តែចុច start អក្សរ E មកគឺវាបើកឲ្យយើងឯងបាទយើងមិនហត់អង្គុយចុចបន្តមកទៀតបាទតកតងទៅនឹងការ screenshot មានន័យថាថតអេក្រង់កុំព្យូទ័ររបស់យើងណាយើងអាចចុច start button ឲ្យជាប់បាទបូកជាមួយនឹង shift បូកជាមួយនឹងអក្សរ S បាទអញ្ចឹងយើងចុច start នេះ start button នេះឲ្យជាប់ហើយចុច shift ហើយចុចអក្សរ S ជាងយើងអាចធ្វើការ screenshot នៅផ្នែកណាមួយដែលមាននៅក្នុងអេក្រង់កុំព្យូទ័ររបស់យើងជាងឧទាហរណ៍ថាលោកគ្រូចង់ screenshot បាទផ្នែកថែ writer key របស់យើងនេះជាងយើងចុច start ឲ្យជាប់ហើយចុច shift ចុចអក្សរ S មកបាទអញ្ចឹងវាចាប់ផ្ដើមឲ្យយើងបាទធ្វើការ screenshot វាចេញសញ្ញាបូកបែបនេះជាងយើងចាប់ផ្ដើមចុចមកឆ្វេងជាប់អូបាទត្រង់ចំណុចណាដែលយើងចង់បាទថតបាទចឹងទៅពេលថតឲ្យសួរថាចុះបាត់តាណាឬគ្រូអត់មានឃើញរូបភាពអីផងបាទអញ្ចឹងតើតើការថតនេះគឺកាលណាយើងថតបែបនេះហើយគឺយើងអាចចូលទៅកាន់ Telegram បាទ Telegram ហើយយើងមកស្ដាំបាទជាងចង់ផ្ញើទៅនរណាម្នាក់ណាគឺយើងមកស្ដាំផ្នែកខាងក្រោមនេះមកកន្លែងយើងសរសេរអក្សរណាហើយយើងយកពាក្យថា pass បាទពាក្យថា pass នេះមកហើយចុចពាក្យថា send បាទអញ្ចឹងគឺយើងអាចធ្វើការបាទផ្ញើរូបភាពដែលយើងបាន screenshot មកផ្នែក writer key នេះបានហើយឬក៏យើងចង់ save ទុកនៅក្នុងកុំព្យូទ័ររបស់យើងត្រូវចូលកន្លែងត្រង់កន្លែងនេះបាទឃើញទេបាទត្រង់កន្លែងនេះយើងចុចមកឆ្វេងលើវាមួយមកនេះជាងវានឹងឃើញរូបភាពដែលយើងបានធ្វើការ screenshot អំបញ្ញមិញហើយជាងយើងចុចលើវាមួយតមកយើងធ្វើការរក្សាទុកវាបាទយើងចុចត្រង់កន្លែង save save នេះមកហើយយើងជ្រើសរើសទីតាំងឥឡូវលោកគ្រូដាក់លើdesktop ចុះលើអេក្រង់កុំព្យូទ័រណាយើងជ្រើសរើសលើអេក្រង់កុំព្យូទ័រចុច save បាទចុច save មកនេះគឺជារូបភាពដែលយើងបានធ្វើការថតហើយ save បាញ់មិញលោកគ្រូបើកមើលបាទឃើញទេបាទអញ្ចឹងយើងអាចធ្វើការរក្សាទុកនៅលើកុំព្យូទ័ររបស់យើងបានហើយបន្តទៀតតកតងទៅនឹង start button គឺថាយើងអាចចុច start print screen ក៏បានដែរដើម្បីធ្វើការ screenshot នៅអេក្រង់កុំព្យូទ័ររបស់យើងណាបាទ start print screen ស្គាល់ start print screen ទេបាទលើគ្រូបើករូបភាពនេះតែម្ដងកុំឲ្យពិបាកក្នុងការមើលបាទនេះ start button នេះបាទកុំព្យូទ័រខ្លះគឺមានទម្រង់បែបនេះ keyboard នៃកុំព្យូទ័រខ្លះណាបាទហើយ keyboard មួយទៀតឃើញទេវាខុសគ្នាបាទ start button នេះ start button បែបនេះវាអាស្រ័យទៅលើ keyboard របស់យើងដែរណាបាទអញ្ចឹងយើងចុច start នេះជាប់ហើយចុច print screen នេះបាទ print screen PRTSC កុំព្យូទ័រខ្លះវាដាក់អក្សរពេញតែម្ដងដាក់ print screen ណាបាទអញ្ចឹងយើងចុច start នេះឲ្យជាប់ហើយយើងចុច print screen ជាងយើងអាចធ្វើការថតអេក្រង់កុំព្យូទ័ររបស់យើងបានហើយអញ្ចឹងលោកគ្រូចុច start ឲ្យជាប់ហើយចុច print screen ឃើញទេវាចេញសញ្ញាថាយើងបានថតហើយនេះឃើញទេនេះអញ្ចឹងនៅពេលដែលយើងថតហើយសួរថារូបភាពនៅឯណាជាងរូបភាពគឺនៅក្នុងបាទផ្ទាំង Windows Explorer នេះយើងចុចលើ DPC នេះមកហើយយើងចូលទៅកាន់ picture បាទនេះហើយចូលទៅកាន់ screenshot បាទ folder screenshot នេះអញ្ចឹងវានឹងឃើញបាទរូបភាពដែលយើងបាន screenshot អំបញ្ញមិញនេះណាបើកមកនេះ
បន្តមកទៀតឬក៏យើងអាចចុច print screen ក៏បានដែរបាទចុច print screen ចុច print screen ទៅទេតែម្ដងបាទនេះយើងចុច print screen នឹងតែមួយ key បានដែរបាទជាងលោកគ្រូចុច print screen ចុចសួររូបភាពបើយើងចុច print screen ទៅទេទៅឯណាបាទអញ្ចឹងកាលណាយើងចុច print screen ទៅទេវាស្មើនឹងយើងចុចនេះ start shift អក្សរ S នេះមិញអញ្ចឹងរូបភាពតតែអីគេតតែយើងផាសចូលទៅកាន់ Telegram ផាសចូលទៅកាន់ Telegram ហើយផ្ញើទៅឃើញទេបាទឬក៏យើងបើកកម្មវិធីឧទាហរណ៍យើងចង់ផាសចូលកម្មវិធី Word បាទបញ្ចូលក្នុងកម្មវិធី Word យើងបើកកម្មវិធី Word ហ្នឹងមកហើយយើងមកស្ដាំបាទយើងបើកកម្មវិធីហ្នឹងហើយយើងមកស្ដាំហើយយើងយកផាសនេះបាទជិះវានឹងតម្លាក់រូបភាពដែលយើងបាន screenshot ហ្នឹងចូលកម្មវិធីហ្នឹងហើយបាទបន្តទៀតមួយទៀតគឺយើងអាចចុច Alt print screen បាទជ្រុលបង្ហាញឲ្យអស់តែម្ដងតាក់ទង print screen អញ្ចឹងយើងចុច Alt print screen មក Alt លើ keyboard របស់យើងណាបាទនេះយើងចុច Alt នេះឲ្យជាប់ហើយចុច print screen អញ្ចឹង Alt print screen នេះមានន័យថាយើងថតតែផ្ទាំងដែលយើងបើកទេឧទាហរណ៍ថាលោកគ្រូចង់ថតតែផ្នែកនៃកម្មវិធីដែលលោកគ្រូកំពុងបើកនេះទេអត់ថតផ្នែកជុំវិញបាទនៃអេក្រង់កុំព្យូទ័ររបស់យើងនេះណាអញ្ចឹងលោកគ្រូចុចតា Alt បាទ Alt នេះជាប់មកហើយចុច print screen នេះបាទចុច Alt print screen ជាវានឹងធ្វើការថតបាទត្រឹមតែប៉ុណ្្នឹងទេនៃផ្ទាំងកម្មវិធីរបស់លោកគ្រូណាចុះសួរថានៅណាបាទរូបភាពហ្នឹងអញ្ចឹងរូបភាពហ្នឹងក៏ដូចគ្នាដែរគឺយើងអាចធ្វើការបាទផាសផ្ញើតាមរយៈ Telegram បាទយើងផាសទៅឃើញទេវាថតតែផ្នែកនៃផ្ទាំងកម្មវិធីរបស់យើងទេឬក៏យើងដូចលោកគ្រូបង្ហាញអញ្ចឹងយើងបើកកម្មវិធីណាមួយមកហើយយើងបាទផាសទៅយើងមកស្ដាំមកហើយផាសបញ្ចូលទៅឃើញទេវាថតតែផ្នែកនៃផ្ទាំងកម្មវិធីរបស់យើងទេឬបើសិនជាករណីយើងចង់ធ្វើការរក្សាជារូបភាពនៅក្នុងអេក្រង់កុំព្យូទ័រនៅក្នុងកុំព្យូទ័ររបស់យើងតែម្ដងគឺយើងអាចធ្វើការបើកកម្មវិធី Pen បាទយើងចុច Start button នេះមកយើងបើកកម្មវិធី Pen PAINT នេះមកនេះបាទហើយបន្តមកគឺយើងផាសវាមកបាទយើងផាសយើងចុចកន្លែងនេះត្រង់កន្លែងនេះបាទផាសវាបញ្ចូលយើង save វាមកនេះបាទចុច button save នេះមកហើយរក្សាទុកបាទលើ desktop ជាដើមបាទ save មកនៅលើ desktop បាទអញ្ចឹងយើងទៅមើលលើ desktop មកនេះឃើញទេអញ្ចឹងឃើញរូបភាពដែលយើងបានបាទ screenshot របស់មិញហើយតទៅទៀតបើសិនជាករណីយើងចុច start បាទ start button ជាមួយនឹង arrow key បាទ start button ជាមួយ arrow key នេះ arrow key ជិះបើយើងចុច start button ជាមួយនឹង arrow key បាញ់មកខាងស្ដាំដៃនេះវានឹងទាញផ្ទាំងនៃកម្មវិធីរបស់យើងមកផ្នែកខាងស្ដាំបែបនេះហើយវានឹងបង្ហាញផ្ទាំងដទៃទៀតនៅផ្នែកខាងឆ្វេងដៃនេះជិះបើសិនជាករណីយើងចង់បង្ហាញផ្ទាំងមួយណាយើងជ្រើសរើសមួយហ្នឹងយើងយកម៉ៅបើយើងចុចមកឧទាហរណ៍ថាលោកគ្រូចង់បង្ហាញផ្ទាំងនៃមេរៀនអញ្ចឹងលោកគ្រូចុចទៅលើផ្ទាំងនៃមេរៀនហ្នឹងចុចមកឆ្វេងលើវាមួយឃើញទេបាទឬបើសិនជាករណីយើងចង់ធ្វើការពង្រីកផ្ទាំងកម្មវិធីនេះយើងចុច start នេះឲ្យជាប់ start button ឲ្យជាប់ហើយចុចបាទសញ្ញាព្រួយបាញ់ឡើងលើឃើញទេជិះបើយើងចង់តម្លាក់វិញយើងចុច start button នេះឲ្យជាប់ហើយចុច arrow key មកក្រោមវិញឃើញទេជិះបើយើងចង់ទម្លាក់វាមកលើ taskbar តែម្ដងបាទទម្លាក់មកលើ taskbar នេះយើងចុច start នេះម្ដងទៀតហើយចុច arrow key បាញ់មកខាងក្រោមវាទម្លាក់មកបាទបន្តមកគឺយើងចូលដល់តាក់ទងការប្រើប្រាស់ alt ចឹង alt មកពាក្យថា alternate សម្រាប់ផ្សំជាមួយនឹងគ្រាប់ចុចដទៃទៀតដើម្បីបញ្ជាឬសរសេរអក្សរចឹងនៅក្នុងនេះគេឧទាហរណ៍ឲ្យយើងមួយទៀត alt tab ចឹង alt tab នេះគឺយើងចុច alt ឲ្យជាប់ហើយចុច tab គេប្រើសម្រាប់តែការជ្រើសរើសផ្ទាំងកម្មវិធីឬមុខងារដែលកំពុងដំណើរការលើកុំព្យូទ័រចឹងមានន័យថា
យើងបើកផ្ទាំងច្រើនណាស់មិញលោកគ្រូបើកផ្ទាំងច្រើនបាទមានបាទផ្ទាំងនៃមេរៀននេះផងTelegram នេះផងរូបភាពនេះផងបាទអញ្ចឹងយើងចង់ធ្វើការជ្រើសរើសផ្ទាំងណាមួយគឺយើងចុច Alt នេះឲ្យជាប់នេះបាទចុច Alt នេះឲ្យជាប់ហើយយើងចុច Tab key បាទ Tab key នេះជាងវានឹងបង្ហាញផ្ទាំងទាំងអស់ដែលយើងបានធ្វើការបើកបាទជាងកន្លែងនេះយើងចុច Tab បាទ Alt នេះកុំប្រឡែងបាទ Alt នេះកុំប្រឡែង Alt នេះកុំប្រឡែងគឺដាក់យើងចុចវាឲ្យជាប់ហើយយើងចុច Tab key នេះបាទហើយយើងចុច Tab key បើយើងចង់រុញទៅបើកផ្ទាំងទី3នេះណាឃើញទេនេះសញ្ញាពណ៌ខ្មៅពណ៌ជំវិញមានន័យថាយើងចូលលើផ្ទាំងមួយនេះចង់បើកលើផ្ទាំងមួយនេះបើយើងចង់បើកផ្ទាំងមួយនេះយើងចុច Tab ទៀតបាទតែ Alt កុំប្រឡែងដូចលោកគ្រូប្រាប់ចឹងយើងចុចទៅ Tab បានហើយចុច Tab មកប៉ក់ទៀតមកឃើញទេបើយើងចង់បើកផ្ទាំងទី1យើងចុច Tab មកប៉ក់ទៀតមកបាទคลิกទៀតមកជាងវានឹងបាទចូលដល់ផ្ទាំងទី1វិញណាឃើញទេបើកផ្ទាំងទី1ចុះបើយើងចង់បើកផ្ទាំងទី2យើងចុច Alt Tab ទៀតមកជាងវារត់ចូលផ្ទាំងទី2ឃើញទេបាទតមកទៀតបើសិនជាករណីយើងចុច Alt ខាងស្ដាំហើយបូកជាមួយអក្សរ O គឺយើងប្រើសម្រាប់វាអក្សរវិញបាទវាអក្សរ AO ខ្មែរយើងតែដូរ keyboard សិននេះដូរ keyboard យកខ្មែរសិនណាបាទអញ្ចឹងដល់ពេលដែលយើងចង់វាយអក្សរ AO ហ្នឹងគឺយើងចុច Alt ខាងស្ដាំកល Alt ខាងស្ដាំណា Alt វាមាន2បាទនេះ Alt មានខាងឆ្វេងនិងខាងស្ដាំនេះខាងឆ្វេងនិងខាងស្ដាំបាទកន្លែង keyboard នេះវាផ្លាយទីវាមាន GR ទៀតឥឡូវមើល keyboard របស់លោកគ្រូបង្ហាញបាទនេះឃើញទេវាមាន Alt ខាងស្ដាំនិង Alt ខាងឆ្វេងអញ្ចឹងនៅពេលយើងចុច Alt ខាងស្ដាំហើយបូកជាមួយអក្សរ O បាទអក្សរ O លើ keyboard យើងហ្នឹងជាវានេះចេញអក្សរ AO ឃើញទេហើយមួយទៀតយើងចង់បានអក្សរ A ជាងយើងចុច Alt ខាងស្ដាំដែរចុច Alt ហ្នឹងឲ្យជាប់កុំលេងហើយបានចុចអក្សរ E តាមក្រោយបាទយើងចុច Alt ហើយអក្សរ E មកគឺយើងចេញស្រៈ A ឲ្យយើងហ៎បាទនេះតើតើការប្រើប្រាស់ណា Alt បន្តទៀតតើតើទៅនឹង space bar space bar ស្គាល់ហើយបាទនេះ space bar នេះ space bar ជាង space ហ្នឹងគឺប្រើសម្រាប់ធ្វើការដក clear ចឹងឧទាហរណ៍ថាលោកគ្រូចង់ធ្វើការដក clear ត្រង់អក្សរកន្លែងនេះមួយចុះជាងលោកគ្រូត្រូវដាក់ cursor បាទ cursor load របស់យើងហ្នឹងនៅកន្លែងហ្នឹងសិនយើងចុចមកឆ្វេងមកបាទយើងចង់ដាក់ cursor ត្រង់កន្លែងនេះយើងចុចមកឆ្វេងកន្លែងនេះបាទយើងចង់ដាក់ cursor កន្លែងនេះចុចមកឆ្វេងកន្លែងនេះហើយបន្ទាប់មកយើងចុច space bar របស់យើងជាង space bar បើសិនជាករណីយើងសេជាអក្សរខ្មែរយើងត្រូវបូកភ្ជាប់ជាមួយ shift មួយទៀតណាបើអក្សរខ្មែរយើងត្រូវចុចនេះចុច shift នេះជាប់បាទ shift នេះគេរៀងប្លែកទៀតដែរបាទឥឡូវមើលkeyboard របស់គ្រូវិញនេះ shift នេះចុច shift នេះជាប់ចុច shift មួយណាក៏បានដែរចុច shift នេះជាប់ហើយចុច space bar នេះបើសិនជាករណីអក្សរខ្មែរជាមួយលោកគ្រូចុចshift នេះជាប់ហើយចុច space bar នេះគឺវាដក clear នេះករណីចូលលើ keyboard ជាភាសាខ្មែរណានេះតែបើសិនជាករណីយើងបដូរទៅជាអង់គ្លេសវិញបាទបដូរទៅជាអង់គ្លេសវិញនៅពេលដែលយើងដក clear នៅពេលយើងដក clear យើងចុចតែ space bar នេះមួយបានហើយបាទជិះវាដក clear ឲ្យឃើញទេបាទអញ្ចឹងកន្លែងនេះវាខុសគ្នាបន្តិចតទៅនឹងការចូលលើបាទ keyboard ជាភាសាខ្មែរនិងជាភាសាអង់គ្លេសនេះណាបាទអញ្ចឹងកន្លែងនេះលោកគ្រូបញ្ជាក់ម្ដងទៀតបើសិនជាករណីយើងចូលលើ keyboard ជាភាសាខ្មែរដល់ពេលយើងចង់ដក clear យើងត្រូវចុច shift នេះឲ្យជាប់ហើយចុច space តែបើសិនជាករណីដែលយើងចូលលើ keyboard ជាភាសាអង់គ្លេសយើងចុចតែ space bar នេះមួយបានហើយបាទបន្តមកទៀតតទៅនឹង enter ចឹង key enter បាទនៅត្រង់កន្លែងនេះ enter នេះសញ្ញាវាបែបនេះចឹងគេប្រើសម្រាប់បើកដំណើរការកម្មវិធីឬក៏ចូលព្រមលើសំណាណាមួយចុះបន្ទាត់និងផ្សំជាមួយនឹងក្របចុចផ្សេងទៀតដើម្បីបញ្ជាដំណើរការផ្សេងចឹងកន្លែងនេះតទៅនឹងការបើកដំណើរការកម្មវិធីចឹងអាចធ្វើការបើកដំណើរការកម្មវិធីយើងទីមួយគឺយើង select លើកម្មវិធីយើងចង់បើកសិនឧទាហរណ៍ថាលោកគ្រូចង់បើកកម្មវិធី Microsoft Word ចឹងលោកគ្រូចុចមកឆ្វេងលើវាមួយសិនដើម្បី select ឃើញ select ទេបន្ទាប់ពី select ហើយយើងចុចទៅលើបាទ key enter បាទនេះ key enter នេះដែលមាននៅលើ keyboard របស់យើងណាបាទចុច enter មួយបាទ select ហើយចុច enter មួយជាងវានឹងធ្វើការបើកកម្មវិធីហ្នឹងឲ្យគ្រូហើយយើងប្រើ key enter ក៏បានដែរមិនបាច់ចាំចុច double click 2 ដងបើកចេះក៏បានដែរ
ហើយមួយទៀតគឺយល់ព្រមឬសំណើអ្វីមួយបាទអញ្ចឹងឧទាហរណ៍ថាលោកគ្រូបើកម្មវិធីនេះហើយបើកម្មវិធីនេះស្រាប់តែលោកគ្រូសរសេរអក្សរនេះឃើញមានអក្សរនៅក្នុងហ្នឹងឯងជាងស្រាប់តែលោកគ្រូបិទអញ្ចឹងកន្លែងនេះគឺវាទាមទារឲ្យយើងធ្វើការ save អញ្ចឹងកន្លែងនេះគឺយើងអាចធ្វើការជ្រើសរើសជម្រើសនេះយើងចុច tab ណាកន្លែងនេះដំបូងគឺវានៅចូលលើអក្សរកន្លែង file name នេះទេហើយបើយើងចង់ជ្រើសរើសជម្រើសយើងចុច tab key របស់យើងបាទអញ្ចឹងវារត់ទៅនេះបាទអញ្ចឹងយើងចុច tab key មកនេះវារត់ទៅក្នុង document ហើយបើយើងចុច tab key មួយទៀតអញ្ចឹងវារត់ទៅកន្លែង more option បាទបន្តទៀតចូលដល់កន្លែង save ឃើញទេអញ្ចឹងកន្លែងនេះយើងចុច tab key មួយទៀតមកបាទយើងអត់ save ផងមែនទេអញ្ចឹងចូលដល់កន្លែង done save អញ្ចឹងនៅកន្លែងនេះយើងជ្រើសរើសជម្រើសបែបហ្នឹងហើយយើងចុច key enter មកដើម្បីយល់ព្រមទៅលើសំណើហ្នឹងអញ្ចឹងអត់រក្សាទុកឃើញទេមួយទៀតគឺយើងប្រើសមត្ថការចុះបន្ទាត់ចឹងនៅពេលយើងសេអក្សរយើងចង់ចុះបន្ទាត់បាទ enter បាទអញ្ចឹងនៅក្នុងកន្លែងនេះលោកគ្រូឧទាហរណ៍ថាលោកគ្រូសរសេរអក្សរបាទដល់ត្រឹមនេះហើយអញ្ចឹងលោកគ្រូចង់enter ដើម្បីចូលមកបន្តទៀតជាងលោកគ្រូដាក់ cursor ឲ្យចំកន្លែងនេះមកខាងមុខនេះមកហើយចុច key enter លើ keyboard របស់យើងអញ្ចឹងយើងអាចធ្វើការសរសេរអក្សរមួយបន្តទៀតដែរមានន័យថាយើងអាចចុះបន្ទាត់សរសេរអក្សរមួយបន្ទាត់ទៀតបានហើយបាទនឹងផ្សំជាមួយក្របចុចផ្សេងទៀតដើម្បីបញ្ជាដំណើរការផ្សេងដូចឧទាហរណ៍ថា control enter ដើម្បីចូលទៅកាន់ទំព័ររំថ្មីមួយទៀតនៅក្នុងកម្មវិធី Microsoft Word នេះយើងធ្លាប់បានដឹងណាអញ្ចឹងយើងប្រើផ្សំជាមួយនឹងបាទ key enter នេះឯងដើម្បីយើងចុច control enter ចូលដល់ទំព័រថ្មីខាងក្រោមមួយទៀតណាមួយទៀត backspace នេះ backspace សម្រាប់លុបអក្សរពីស្ដាំទៅឆ្វេងម្ដងមួយតួបាទជាង key backspace របស់យើងគឺនៅត្រង់កន្លែងនេះបាទនេះ backspace key backspace បាទជាងឧទាហរណ៍ថាលោកគ្រូចង់ធ្វើការលុបអក្សរជាងឧទាហរណ៍ថាលោកគ្រូចង់លុបអក្សរមួយជួរនេះពីស្ដាំមកឆ្វេងបាទនេះផ្នែកស្ដាំជាងលុបពីស្ដាំមកឆ្វេងបែបនេះជាងយើងដាក់ cursor វាមុខបែបនេះហើយយើងចុចបាទ backspace key បាទ backspace អំបញ្ញមិញណាបាទលុបទៅឃើញហើយវាលុបពីស្ដាំទៅឆ្វេងហើយតោះណាបងបាទមួយទៀតតើតើនឹង key delete វិញម្ដងជាង key delete យើងស្គាល់ហើយបាទនេះ key delete មានពាក្យ delete បែបនេះតែម្ដងអញ្ចឹងគេប្រើវាសម្រាប់តែការលុបអក្សរពីឆ្វេងទៅស្ដាំម្ដងមួយតួអញ្ចឹងឧទាហរណ៍ថាលោកគ្រូចង់ធ្វើការលុបអក្សរមួយជួរនេះពីឆ្វេងទៅស្ដាំវិញម្ដងអញ្ចឹងយើងត្រូវដាក់ cursor នេះ cursor នៅដើមបន្ទាត់នេះវិញដោយសារយើងលុបពីឆ្វេងដេញមកស្ដាំចេះបាទដាក់បែបហ្នឹងហើយយើងចុច key delete នៅលើ keyboard របស់យើងមកអញ្ចឹងវាចាប់ផ្ដើមធ្វើការលុបឲ្យឃើញណាបាទលុបពីឆ្វេងទៅស្ដាំបាទអញ្ចឹងលោកគ្រូថយក្រោយវិញលោកគ្រូអត់លុបទេបាទនេះតើតើត្រូវការប្រើប្រាស់នៅមុខងារផ្នែក type writer key ឬក៏ហៅថាផ្នែកវាអក្សរហើយនៅវីដេអូក្រោយគឺយើងនឹងបន្តចូលដល់ចំណុច 2.3 គឺតើតើការប្រើប្រាស់នៅ special key ផ្នែកបញ្ជាពិសេសបាទជាចំពោះវីដេអូនេះគឺលោកគ្រូមានប៉ុណ្ណឹងសូមអរគុណ